កម្ពុជាថៃអនុម័តនឹងចុះហត្ថលេខាបដិញ្ញាចិត្តនៅបទឈប់បាញ់ឲ្យបានពេញលេញលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុកជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC ដែលបានប្រព្រឹត្តទៅនាព្រឹកនេះហើយបានបញ្ចប់នៅវេលាម៉ោង 10:20 នាទីនៅច្រកអន្តរជាតិព្រំផាកាត់ខេត្តបៃលិនប្រទេសកម្ពុជាទល់មុខនឹងខេត្តចន្ទបុរីប្រទេសថៃក្រុមការសង្កេតការណ៍ពីក្រុមអ្នកអង្គការអាស៊ាន AOT ប្រចាំកម្ពុជានិងថៃដែលដឹកនាំដោយឯកឧត្តមនាយឧត្តមស្នេហ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងឯកឧត្តមណិតផថុនណផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស្រីបញ្ជាក់ថាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC បានអនុម័តនឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជា JBC រវាងកម្ពុជានិងថៃហើយបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនៅបទឈប់បាញ់នេះឲ្យបានពេញលេញនិងស្វែងរកនូវសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ